បងប្អូនហើយសង្គមនេះរឿងអីក៏មានដែរជប់សពគ្រប់បែបយ៉ាងទាំងអស់ខ្ញុំដោយករណីនេះខ្ញុំឃើញមើលទៅអាណិតសង្វេយគាត់ពេកបងប្អូនគាត់មានសតិមិនល្អរាងកាយក៏មិនល្អនិយាយក៏មិនកើតតែបែរជាត្រូវជួបរឿងដ៏គួរឲ្យហួសចិត្តគឺមិនដឹងថាពួកអត់កំណើតណាទេមកចាប់រំលោភគាត់រហូតដល់មានកូននៅក្នុងផ្ទៃពោះបានដល់តែ2នាក់គាត់ថាករណីហ្នឹងបានប្តឹងដែរខាងម្ដាយតែប្តឹងហើយក៏មិនទាន់រកនៅយុត្តិធម៌ជូនគាត់កើតហើយខ្ញុំឃើញរឿងហ្នឹងវាហួសចិត្តបងប្អូនហើយអាណិតគាត់ផងអញ្ចឹងខ្ញុំនឹងជូនថវិកាគាត់ 10,000 រៀលពួកខ្ញុំអត់ដែរតែបើសិនបើពុកម៉ែបងប្អូនណាមានទឹកចិត្តចង់ចូលរួមបន្ថែមអាចចូលរួមបានតាមរយៈខ្ញុំនឹងសរុបនៅថវិកានោះជូនទៅដល់គាត់បើបានច្រើនខ្ញុំចុះទៅផ្ទាល់ហើយបើបានល្មមខ្ញុំផ្ញើតាមរយៈប្អូនគាត់ដែលបានតាក់ទងមកខ្ញុំបាញ់វីដេអូនេះឲ្យខ្ញុំបងប្អូនហើយបងប្អូនគេបងប្អូនយើងឃើញអញ្ចឹងណាមិនអាណិតបងប្អូនគ្នាសតិមិនល្អកាយសម្បទាមិនល្អនិយាយក៏មិនកើតបែរជាមានពួកអត់កំណើតណានោះមករំលោភគ្នារហូតដល់មានកូន2ជីវិតនេះអញ្ចឹងបងប្អូនជីវិតខ្លះអ្នកខ្លះក៏ល្អប្រសើរជីវិតអ្នកខ្លះក៏វេទនាអញ្ចឹងបើសិនជាយើងមានរបស់របរឬមួយក៏ទ្រព្យធនបន្តិចបន្តួចយើងចែកចម្លែកគ្នាទៅជាតិនឹងយើងកើតមកល្អជាតិក្រោយមិនប្រកាសថាយើងនៅតែល្អទេអញ្ចឹងជាយាមសាងអំពើល្អធ្វើអំពើល្អឲ្យបានច្រើននោះជីវិតយើងនឹងចេះតែរីកចម្រើនទៅមុខហើយបងប្អូនជាទីមេត្រីខ្ញុំអត់មានអីច្រើនទេគ្រាន់តែអាណិតគាត់ហើយចង់ប្រកាសជូនបងប្អូនថាបើសិនជាមានអ្នកណាមានទឹកចិត្តចង់ចូលរួមគឺអាចចូលរួមបានខ្ញុំចំណែកខ្ញុំគឺ 10,000 រៀលណា 10,000 រៀលហើយបងប្អូនអ្នកណាដែលមានទឹកចិត្តចង់ចូលរួមបន្ថែមតាមរយៈខ្ញុំប្រមាណបងប្អូនអាចចូលរួមបានតាមសទ្ធាដែលបងប្អូនមានព្រោះខ្ញុំឃើញអាណិតគាត់ពេកហើយបញ្ជាក់ផងដែរថាគាត់នេះគឺរស់នៅស្រុកកំពង់លាវខេត្តព្រៃវែងអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូននឹងជួយចូលរួមជួយគាត់ចែកចម្លែកម្នាក់បន្តិចទៅបងប្អូនគេលោបានឲ្យថវិកាគាត់ដោះទាល់មួយគ្រាអញ្ចឹងទៅខ្ញុំមើលទៅវាសភាពវាអាណិតពេកបងប្អូនកូនឲ្យតែញ៉ៃហើយម្ដាយនេះសតិមិនសូវល្អរាងកាយក៏មិនសូវមមមួននិយាយក៏មិនកើតអីក៏មិនកើតទៀតទៅគេលោកហួសចិត្តត្រង់តែចំណុចម្យ៉ាងទៅវាមិនដឹងអាចអត់កំណើតឯណាទៅរំលោភគាត់នេះអូដឹងថាគាត់អញ្ចឹងទៅហើយទៅរំលោភគ្នាទៀតយីពួកនេះហ្នឹងហើយបងប្អូនបើសិនមកពុកម៉ែបងប្អូនមានទឹកចិត្តអាចចូលរួមជាបន្តបានតាមរយៈខ្ញុំក៏បានតាមរយៈគាត់ផ្ទាល់ក៏បានដែរអរគុណច្រើនបងប្អូនអរគុណ